បាទខ្ញុំបាទយ៉ងច័ន្ទតារាសូមជម្រាបសួរលោកអ្នកនាងស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់ជាទីមេត្រីបាទខ្ញុំបាទសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃសៅរ៍4រោចខែកដិកឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566បាទដែលត្រូវនឹងថ្ងៃទី12ខែវិច្ឆិកាគ្រិស្តសករាជ2022បាទជាដំបូងនេះសូមអញ្ជើញអស់លោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមេត្តាដូចតទៅនាយករដ្ឋមន្ត្រីអាមេរិកលោកโจ Biden ប្រកាសពីយុទ្ធសាស្ត្រស៊ីជម្រៅជាដៃគូរវាងអាមេរិកនិងអាស៊ានអគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឲ្យរដ្ឋាភិបាលលោកហ៊ុនសែនលើកកម្ពស់ការគោរពសិទ្ធិមនុស្សឡើងវិញក្រុមអ្នករងគ្រោះនិងសកម្មជនស្នើឲ្យមេដឹកនាំអាស៊ាននិងប្រធានាធិបតីអាមេរិកជួយស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញអ្នកវិភាគបារម្ភពីការពង្រឹងទំនាក់ទំនងស៊ីជម្រៅរវាងកម្ពុជានិងចិនធ្វើឲ្យបាត់បង់ផលប្រយោជន៍ពីប្រទេសលោកសេរីរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទយ៉ងច័ន្ទតារាសូមជូនព័ត៌មានទាំងនេះពិស្ដាបាទលោកអ្នកនាងជាទីមេត្រីនៅថ្ងៃទី3នៃកិច្ចប្រជុំកំពូលអាស៊ាននេះមានកិច្ចប្រជុំពាក់ព័ន្ធជាច្រើនពេញមួយថ្ងៃជាពិសេសគឺកិច្ចប្រជុំកំពូលអាមេរិកអាស៊ានដោយមានវត្តមានប្រធានាធិបតីសហរដ្ឋអាមេរិកលោកโจ Biden ចូលរួមផ្ទាល់តែម្ដងបាទលោកโจ Biden ក៏ជួបទ្វេភាគីជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែរបាទកិច្ចប្រជុំនេះត្រូវបានគេរាយការណ៍ថាមានការពិភាក្សាផ្ដោតទៅលើបញ្ហាសំខាន់ជាច្រើននៅក្នុងនោះមានដូចជាកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងអាស៊ានដើម្បីធានាសន្តិសុខនិងវិបលភាពនៅក្នុងតំបន់និងសុខុមាលភាពនៃប្រជាជនរបស់តំបន់ទាំងពីរព្រមទាំងបញ្ហាប្រជាធិបតេយ្យផងដែរបាទថាតើកិច្ចប្រជុំនៅថ្ងៃនេះគេបានជជែករឿងរ៉ាវអ្វីខ្លះហើយទទួលបានលទ្ធផលអ្វីខ្លះដែរហើយទន្ទឹមនឹងនេះតើមានការលើកឡើងអំពីការធ្លាក់ចុះបញ្ហាលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាយ៉ាងណាខ្លះដែរបាទសូមលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្ទាល់អំពីរឿងនេះរបស់អ្នករាយការណ៍ព័ត៌មានរបស់យើងមួយរូបគឺលោកថាថៃនាពេលបន្តិចទៀតនេះបាទបាទលោកអ្នកនាងជាទីមេត្រីនៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកនេះដែរបាទអគ្គលេខាធិការអង្គការសហប្រជាជាតិគឺលោក Antonio Guterres បានអំពាវនាវឲ្យរដ្ឋាភិបាលលោកហ៊ុនសែនលើកកម្ពស់ការគោរពសិទ្ធិមនុស្សឡើងវិញការអំពាវនាវរបស់លោកបែបនេះគឺធ្វើឡើងនៅក្នុងសន្និសីទកាសែតក្រោយកិច្ចប្រជុំអាស៊ានអង្គការសហប្រជាជាតិកាលពីថ្ងៃទី11ខែវិច្ឆិកាបាទមន្ត្រីអង្គការសង្គមស៊ីវិលគាំទ្រឲ្យរដ្ឋាភិបាលធ្វើតាមការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីលើកកម្ពស់កិត្តិយសប្រទេសលើឆាកអន្តរជាតិនិងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចពីបណ្ដាប្រទេសប្រជាធិបតេយ្យបាទនេះគឺជាសេចក្តីរាយការណ៍របស់អ្នកស្រីម៉ៅសុធានីបាទអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដែលបានមកចូលរួមកិច្ចប្រជុំកំពូលរវាងអាស៊ាននិងអង្គការសហប្រជាជាតិអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យបើកលំហសិទ្ធិសេរីភាពជាមូលដ្ឋានដោយការពារដល់សកម្មជនសិទ្ធិមនុស្សសកម្មជនបរិស្ថាននិងសហការធ្វើការងារជាមួយអង្គការសង្គមស៊ីវិលឡើងវិញថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី12ខែវិច្ឆិកាអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres លើកឡើងថាបើទោះបីជាសិទ្ធិមនុស្សត្រូវបានគេផ្ដល់តម្លៃផ្សេងគ្នាទៅតាមតំបន់ប៉ុន្តែចំណុចសំខាន់ក្នុងការគោរពសិទ្ធិមនុស្សពេញលេញចាំបាច់ត្រូវតែរួមបញ្ចូលទាំងសិទ្ធិសេដ្ឋកិច្ចសិទ្ធិសង្គមសិទ្ធិវប្បធម៌សិទ្ធិនយោបាយនិងសិទ្ធិរបស់ពលរដ្ឋលោកក៏បានបញ្ជាក់ថាលោកបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលើកកម្ពស់ការគោរពសិទ្ធិមនុស្សនិងបើកចំហសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិលឡើងវិញស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាត្រូវបានសហគមន៍ជាតិនិងអន្តរជាតិវាយតម្លៃថាកំពុងធ្លាក់ចុះដុនដាបជាខ្លាំងករណីរំលោភសិទ្ធិមនុស្សមួយដែលលេចធ្លោដែរនោះគឺការចាប់ខ្លួនអ្នកជំនាញច្បាប់និងកិច្ចការអន្តរជាតិនិងជាសកម្មជនសិទ្ធិមនុស្សកញ្ញាសេងធីរីករណីកញ្ញាសេងធីរីនេះក្រុមមេធាវីអន្តរជាតិដែលមានទីតាំងនៅទីក្រុង Washington DC នៃសហរដ្ឋអាមេរិកបានដាក់ញត្តិមួយទៅកាន់ក្រុមការងារឃុំខ្លួនដែលរំលោភបំពានរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី10ខែវិច្ឆិកាដើម្បីស្នើសុំឲ្យអង្គការសហប្រជាជាតិជំរុញរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញាសេងធីរីឲ្យមានសេរីភាពឡើងវិញ
មេធាវីអន្តរជាតិលោក Jared Genser លើកឡើងនៅក្នុងញត្តិនេះថាការឃុំខ្លួនរបស់កញ្ញាសេងធារីគឺធ្វើឡើងដោយរំលោភបំពានសិទ្ធិមនុស្សដែលត្រូវបានទទួលស្គាល់ជាសកលពីព្រោះតាមរយៈបទចោទដែលតុលាការកម្ពុជាបានចោទប្រកាន់កញ្ញាសេងធារីគឺមិនបានផ្អែកទៅលើច្បាប់ត្រឹមត្រូវនោះឡើយហើយសកម្មភាពរបស់កញ្ញាសេងធារីធ្វើឡើងកន្លងមកគឺស្របទៅតាមសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងសិទ្ធិមនុស្សជាមូលដ្ឋានផ្សេងៗទៀតតែប៉ុណ្ណោះអ្នកជំនាញច្បាប់និងកិច្ចការអន្តរជាតិដែលមានសញ្ជាតិខ្មែរនិងអាមេរិកាំងកញ្ញាសេងធារីត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី14ខែមិថុនាក្រោយដែលតុលាការបានប្រកាសសាលក្រមកាត់ទោសឲ្យកញ្ញាជាប់ពន្ធនាគារ6ឆ្នាំពីបទចោទរួមគំនិតក្បត់ក្នុងសំណុំរឿងវិលជុលស្រុកវិញរបស់លោកសំរងស៊ីកាលពីឆ្នាំ2019បច្ចុប្បន្នកញ្ញាកំពុងធ្វើកតកម្មបង្អត់អាហារនៅពន្ធនាគារខេត្តព្រះវិហារជាមួយគ្នានេះសកម្មជនខ្មែរថាវរៈ6នាក់ក៏កំពុងចូលរួមធ្វើកតកម្មបង្អត់អាហារនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងកញ្ញាសេងធារីដោយឥតលក្ខខណ្ឌផងដែរវិទ្យុអសីស្រីមិនអាចតាក់ទងแนะនាំពាក្យរដ្ឋាភិបាលលោកផៃស៊ីផានដើម្បីបកស្រាយបានទេនៅថ្ងៃទី12ខែវិច្ឆិកាដោយសារទូរស័ព្ទហៅចូលតែពុំមានអ្នកទទួលជុំវិញរឿងនេះនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការលីកាដូលោកអំសំអាតយល់ឃើញថារដ្ឋាភិបាលកម្ពុជាគួរទទួលយកការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិហើយលើកកម្ពស់ការគោរពសិទ្ធិមនុស្សឡើងវិញដើម្បីស្ដារមុខមាត់រដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិនិងទទួលបានផលប្រយោជន៍ពីការអនុគ្រោះពន្ធពីសហគមន៍អន្តរជាតិបើសិនជារដ្ឋាភិបាលកម្ពុជាយើងមានការកែលម្អទៅលើបញ្ហាសិទ្ធិមនុស្សជាងកម្ពុជាយើងនឹងអាចទទួលផលចំណេញច្រើនជាងការខាត់បងដោយពីមុនមកយើងឃើញថាកម្ពុជាដែលដកអនុគ្រោះពន្ធ EBA 20% ដោយសារតែបញ្ហាចម្រូងចម្រាសរឿងសិទ្ធិមនុស្សនិងលទ្ធិជាតិតៃនិងឥឡូវ GSP ក៏មិនទាន់មានការបន្តអញ្ចឹងបើសិនជាកម្ពុជាយើងពិនិត្យមើលលើចំណុចខ្វះខាតហើយធ្វើការកែលម្អខ្ញុំគិតថាវាជារឿងមួយដែលផលចំណេញហើយល្អប្រសើរសម្រាប់កម្ពុជាផងដែរការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនេះគឺមិនខុសគ្នាពីរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាលោកវិទិតមុនតាប៊ុនកាលពីចុងខែសីហាកន្លងទៅនោះទេដោយការនោះអ្នករាយការណ៍រូបនេះក៏បានស្នើដល់រដ្ឋាភិបាលកម្ពុជាឲ្យពន្លឿនកំណែទម្រង់ប្រព័ន្ធតុលាការដើម្បីការពារសិទ្ធិសេរីភាពបរិវត្តនិងត្រូវដោះលែងសកម្មជនគណបកនយោបាយដែលកំពុងជាប់ឃុំទាំងអស់ឲ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌបន្ថែមពីលើនោះលោកវិទិតមុនតាប៊ុនក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពសង្គមស៊ីវិលនិងនយោបាយក្នុងនោះរាប់បញ្ចូលទាំងការលុបចោលនិងការកែទម្រង់ច្បាប់នានាដែលរដ្ឋបတ်សិទ្ធិសេរីភាពបរិវត្តនិងបញ្ឈប់នៅការធ្វើទុកបុកម្នេញលើគណៈបកប្រឆាំងក្រុមអ្នកការពារសិទ្ធិមនុស្សនិងក្រុមអ្នកពាក់ព័ន្ធដទៃទៀតផងដែរអ្នកវិភាគនយោបាយចាស់ភាសាលោកបណ្ឌិតឡើងម៉ុងហៃយល់ឃើញថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអាចនឹងពិបាកបដិសេធបើសិនជាលោកចង់បានឈ្មោះល្អលើឆាកអន្តរជាតិគណៈអគ្គលេខាធិការអង្គការសហប្រជាជាតិដែលមកដល់ប្រទេសកម្ពុជាហើយធ្វើអន្តរាគមន៍សូមឲ្យបញ្ឈប់ការដាក់ទោសទណ្ឌទៅលើអ្នកប្រើប្រាស់សិទ្ធិដោយផ្ទាល់បែបនេះដែលឡែកចំពោះករណីកញ្ញាសេងធារីវិញលោកបណ្ឌិតយល់ថារដ្ឋាភិបាលកម្ពុជាអាចនឹងពិចារណាដោះលែងឲ្យមានសេរីភាពឡើងវិញបើសិនជារដ្ឋាភិបាលអាមេរិកអន្តរាគមន៍ស្នើសុំឲ្យដោះលែងជាថ្នូរនឹងការជួយសម្របសម្រួលណាមួយហើយករណីនេះគឺស្តៀងគ្នាទៅនឹងករណីដោះលែងលោកមុំសុណងដូនិងលោកហុងសុខួរសមាជិកប្រតិភិគណៈបកភ្លើងទៀនកាលពីពេលកន្លងមកដោយការនោះមានរដ្ឋាភិបាលបារាំងធ្វើអន្តរាគមន៍ជាមួយគ្នានេះបណ្ឌិតឡើងបង្ហាញមានសុតិធិនិយមថាប្រមុខរដ្ឋាភិបាលកម្ពុជានឹងអាចបើកលំហប្រជាធិបតេយ្យជាថ្នូរនឹងការជួបប្រជុំទ្វេភាគីជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden រដ្ឋាភិបាលកម្ពុជាត្រូវបានអង្គការជាតិអន្តរជាតិនិងអង្គការសហប្រជាជាតិរកឃើញថាបានរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរចាប់តាំងពីបានរំលាយគណៈបក្សសង្គ្រោះជាតិ